សរុបសេចក្តីមកការឈឺចាប់គឺជារឿងល្អព្រោះឈឺចាប់នឹងវាជួយឲ្យយើងស្គាល់សត្រូវស្គាល់មិត្តច្បាស់តើនរណាជាសត្រូវតើនរណាជាមិត្តគឺយើងបែងចែកបានយ៉ាងច្បាស់ហើយយើងមានភាពរឹងមាំខ្លាំងក្លាលើសកម្រិតមុនទៅទៀតបើយើងអត់មានការឈឺចាប់ទេយើងគ្មានការរីកចម្រើនឡើយប្រៀបដូចជាកំបិតប្រៀបដូចជាពូថៅដែលមុតអីអញ្ចឹងដែរមុនពេលដែលកំបិតមុនពេលដែលពូថៅអាចមុតបានគឺត្រូវការលុតត្រូវការដំជាមួយនឹងភ្លើងរាប់រយអង្សាជាមួយនឹងកម្លាំងដំកម្លាំងសម្ពួងយ៉ាងច្រើនហើយទីបំផុតកំបិតនោះមុតការឈឺចាប់វានាំឲ្យយើងមានភាពរឹងមាំហើយភាពរឹងមាំរបស់យើងនឹងហើយនឹងនាំឲ្យយើងជោគជ័យដូច្នេះខ្ញុំសុខចិត្តទទួលយកការឈឺចាប់ដើម្បីភាពរឹងមាំហើយឈឺចាប់របស់ខ្ញុំនឹងធ្វើឲ្យខ្ញុំជោគជ័យដូចគ្នាដែរទាល់តែប្រជាពលរដ្ឋខ្មែរយើងមានការឈឺចាប់ទើបយើងមានភាពរឹងមាំហើយយើងនឹងអាចពង្រឹងខ្លួនកសាងប្រទេសជាតិយើងបាននាពេលនេះនិងពេលខាងមុខហើយទីបំផុតបរទេសគេលែងហ៊ានរំលោភបំពានយើងហើយសំបីតែជាជនឆ្លៀតឱកាសក៏វាគ្មានឱកាសក្នុងការលួចបន្លំទៀតបានដែរដោយសារតែយើងដឹងដោយសារតែយើងខ្លាំង